សកម្មភាពសប្តាហ៍ទី2របស់អាយុដំយ៉ែងសវណ្ណាប្រធានប្រតិភូឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់តកៅថ្ងៃសៅរ៍400ខែចេសឆ្នាំម្សាញ់សតវត្សពុទ្ធសករាជ2569ត្រូវនៅថ្ងៃទី14ខែមិថុនាឆ្នាំ2025អាយុដំយ៉ែងសវណ្ណាប្រធានប្រតិភូឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់គណៈបកហ៊ុនស៊ិនពេជ្របានចុះមកសិក្សានៅប្រាសាទទន្លេបាទីដែលស្ថិតនៅភូមិថ្នល់តាក់សិនឃុំក្រាំងថ្នងស្រុកបាទីខេត្តតាកែវក្នុងឱកាសនោះអាយុដំក៏បានចុះជួបនិងសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដែលប្រកបរបរចិញ្ចឹមជីវិតនៅរមណីយដ្ឋានប្រាសាទទន្លេបាទីផងដែរក្នុងឱកាសនោះផងដែរប្រជាពលរដ្ឋដែលបានរស់នៅប្រកបរបរចិញ្ចឹមជីវិតនៅប្រាសាទនោះក៏បានសំណូមពរដល់ប្រមុខរាជរដ្ឋាភិបាលរៀបចំទីកន្លែងដើម្បីលក់ដូរឲ្យមានសណ្ដាប់ធ្នាប់និងបណ្ដោះបណ្ដាលប្រជាពលរដ្ឋដែលខ្វះខាតនៅរមណីយដ្ឋានទន្លេបាទីនោះឲ្យមានចំណូលនិងភាពទាក់ទាញដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិចូលមកទស្សនាប្រាសាទឲ្យបានច្រើនជាចុងក្រោយអាយុដំក៏បានប្រមូលយកនៅតម្រូវការរបស់ប្រជាពលរដ្ឋដើម្បីធ្វើជាធាតុចូលជាការសរសេរទស្សនៈទានជូនប្រមុខរាជរដ្ឋាភិបាលនៅរសៀលថ្ងៃនេះដដែលអាយុដំយ៉ាងសវណ្ណាប្រធានប្រតិភូឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់និងជាប្រធានក្រុមការងារបោះឆ្នោតខេត្តតាកែវរួមជាមួយគណៈកម្មាធិការប្រតិបត្តិខេត្តបានចុះជួបប្រជុំការពង្រឹងរៀបចំរចនាសម្ព័ន្ធរបស់គណៈបកហ៊ុនស៊ិនពេជ្រនៅទូទាំងស្រុកបាទីខេត្តតាកែវក្នុងឱកាសនោះអាយដាមក៏បានពំនាំព្រះរាជបន្ទូលសួរសុខទុក្ខដល់មន្ត្រីគណៈបកគ្រប់ជាន់ថ្នាក់និងឲ្យមន្ត្រីគណៈបកយកចិត្តទុកដាក់បម្រើរាជដោយយកបញ្ហារបស់មូលដ្ឋានយកតាមរយៈគណៈបកដើម្បីដោយគណៈបករាជានិយមដែលមានកៅអីនៅរដ្ឋសភាជាតិដាក់ជូនអង្គសភាជាតិដោះស្រាយជូនប្រជាពលរដ្ឋជាចុងក្រោយអាយដាមក៏បានអំពាវនាវឲ្យនិស្សិតបញ្ញវន្តអ្នកស្រឡាញ់រាជានិយមអ្នកស្រឡាញ់លទ្ធិប្រជាធិបតេយ្យនិងបងប្អូនស្នេហាជាតិមកចូលរួមឈរជាបេក្ខភាពមេឃុំចៅសង្កាត់ដើម្បីចូលរួមដឹកនាំនិងអភិវឌ្ឍមូលដ្ឋានរបស់បងប្អូនដោយផ្ទាល់ជ័យយោ